តើបងប្អូនទាំងគ្នាឥឡូវនេះខ្ញុំមកណែនាំបងប្អូនមកមើលថ្មម្ដងដោយសារមានបងប្រុសក៏អ្នកក៏សួរខ្ញុំថាហេតុអីបានជាអគុយកង់ធំហើយបានតែ5ប៉ែអីតែទេហើយដល់ខ្ញុំប្រាប់តាមមកខ្ញុំនេះមកគ្រាប់ប៉ុណ្ណេះ5ប៉ែដែរអញ្ចឹងវាខុសគ្នាអគុយនិងថ្មហ្នឹងវាខុសគ្នាដោយសារអគុយវា12វ៉ុលអគុយកង់គេ12វ៉ុល5ប៉ែ6ប៉ែ7ប៉ែចឹងទៅតែថ្មយើងនេះចំណែកតែ3វ៉ុល2ទេវា5ប៉ែប៉ុន្តែស្គាល់តែភ្លើងដូចអគុយកង់គេអត់5ប៉ែនេះដូចទេបន្ទុកភ្លើងវាតិចជាងគេហើយបន្តិចពីព្រោះថាបើថ្មយើង4ចេះ20ប៉ែចុះប៉ុន្តែបើយើងតវាជាស៊េរីធ្វើឲ្យឡើងទៅជា3វ៉ុល2គុណនឹង2ឡើងទៅជា6វ៉ុល4នោះប៉ែថ្មយើងគេហៅថា10ប៉ែទេថ្មហ្នឹងបាន10ប៉ែតែ6វ៉ុល4វានៅក្នុង20ប៉ែវា3វ៉ុល2អញ្ចឹងបើគិតទៅថាអំពូលអគ្គិសនីដូចតែគ្នាទេដោយសារបើយើងមើលនឹងរូបវិទ្យាដែលធ្លាប់រៀនមកគឺដូចគ្នាអញ្ចឹងភ្លើងវាបន្ទុកវាប្រហែលគ្នាដោយសារយើងកណនីទៅយើងយកអំពែហ្នឹងគេអានតំស៊ីតេហ្នឹងគុណនឹងតំខ្ញុំអញ្ចឹងគុណនឹងវ៉ុលអញ្ចឹងន័យថាបើយើង20ប៉ែគុណនឹង3វ៉ុល2វាស្មើប៉ុន្មានវាស្មើតែនឹង6វ៉ុល4គុណនឹង10ប៉ែទេដូចគ្នាអញ្ចឹងវាមានតែប៉ុណ្ណឹងគឺកុំឲ្យយល់ច្រឡំថាអគុយគេធំថ្មយើងទូចហើយបានប៉ែធំ6វ៉ុលយើងទូចដែរអញ្ចឹងមកបងប្អូនឃើញថ្ម4ចេះវាយ10ប៉ែ6វ៉ុល4គឺវាស្មើនឹងថ្មយើងហ្នឹងហើយ20ប៉ែហ្នឹងហើយ3វ៉ុល2ហ្នឹងហើយកុំយល់ច្រឡំថាអត់ទិញទេខ្ញុំឃើញគេដាក់4ប៉ុណ្ណឹង20ប៉ែដល់ពេលដាក់10ប៉ែ6វ៉ុល4អត់ទិញដោយសារយល់ឲ្យវាប៉ែទូចតាមអត់ទូចទេប៉ែមិនអត់ទូចទេទូចដោយសារ20ប៉ែ10ប៉ែវាទូចធំជាងគ្នាហើយប៉ុន្តែតកតនឹងបន្ទុកអគ្គិសនីគឺបានប្រហែលគ្នាទេបើយើងចេះកណនីយើងយល់ដឹងពីការកណនីចរន្តអគ្គិសនីបន្ទុកអគ្គិសនីទៅវាទុកភ្លើងបានប្រហែលគ្នាមានតែប៉ុណ្ណឹងឥឡូវនេះយើងណែនាំថ្មនេះថ្មសម្រាប់យើងដាក់ពិលពាក់ក្បាលពិលអីហ្នឹងយើងចាំតម្រូវការ3វ៉ុល7ធូរថ្លៃទេបងប្អូនល្អ2ប៉ែធានា2ប៉ែពេញចឹងហ្មងថ្មទៅបញ្ជាក់ចឹងយកមកទៅតវ៉អំប៉ែធំត្រូវបានដាក់លក់ឲ្យបងប្អូនមិនមែនចេះតែថា2ប៉ែ2ប៉ែ3ប៉ែតាមគេថាមកអត់ទេ2ប៉ែពេញថ្មទម្ងន់ធ្ងន់យើងលើកទៅ